សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី India Today បាទនេះគឺជាសារព័ត៌មានមួយដែលទើបតែនឹងចេញមកថ្មីដែលតាក់ទងទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ហើយនៅក្នុងសារព័ត៌មាននេះគឺបាននិយាយថាអ៊ីស្រាអែលគឺបានវាយប្រហារទៅលើអ៊ីរ៉ង់ក្នុងយប់ទី3នៅទីក្រុងតេអ៊ីរ៉ង់បានអះអាងថាមានមនុស្ស224នាក់ត្រូវបានគេសម្លាប់នៅក្នុងនោះមានឧត្តមសេនីយ៍ផងដែរហើយចំណែកឯអ៊ីស្រាអែលនិងអ៊ីរ៉ង់ក៏បានបន្តផ្លាស់ប្ដូរការវាយប្រហារដោយកាំជ្រួចនៅចន្លោះយប់ថ្ងៃអាទិត្យនិងព្រឹកថ្ងៃច័ន្ទដោយប្រងើយកន្តើយនឹងការអំពាវនាវអន្តរជាតិសម្រាប់បទឈប់បាញ់ខណៈដែលអរិយភាពបានឈានចូលដល់ថ្ងៃទី3ជាប់គ្នាហើយនៅក្រុងតេអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថាបានកំណត់គោលដៅទៅលើរោងចក្រចម្រាញ់ប្រេងរបស់ខ្លួននិងបានសម្លាប់ប្រធានចារកម្មនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរួមជាមួយនឹងឧត្តមសេនីយ៍ជាន់ខ្ពស់2រូបផ្សេងទៀតអ៊ីរ៉ង់ក៏បាននិយាយផងដែរថាមជ្ឈមណ្ឌលពលរដ្ឋជាច្រើនកន្លែងក៏ត្រូវបានវាយប្រហារនៅក្នុងការផ្ទុះឡើងចុងក្រោយនៃការវាយប្រហារតាមអាកាសហើយបើយោងទៅតាមមន្ត្រីសុខាភិបាលអ៊ីរ៉ង់ចំនួនអ្នកស្លាប់ចាប់តាំងពីការវាយលុករបស់អ៊ីស្រាអែលបានចាប់ផ្ដើមមកកាលពីថ្ងៃសុក្របានកើនឡើងដល់ទៅ224នាក់ហើយនិងអ្នករងរបួស1277នាក់ផ្សេងទៀតបានរងរបួសអាជ្ញាធរមិនបានបញ្ជាក់ថាចំនួនអ្នកស្លាប់ជាជនស៊ីវិលឬក៏ទាហានប៉ុន្មានអ្នកនោះទេអ៊ីស្រាអែលដែលផ្ដោតទៅលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរនិងថ្នាក់ដឹកនាំយោធារបស់អ៊ីរ៉ង់បាននិយាយថាទីក្រុងតេអ៊ីរ៉ង់បានបាញ់មីស៊ីលជាង270គ្រាប់ចាប់តាំងពីថ្ងៃសុក្រហើយខណៈពេលដែលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសពហុស្រទាប់របស់អ៊ីស្រាអែលហើយចំណែកឯ22គ្រាប់បានវាយលុកខែលការពាររបស់អ៊ីស្រាអែលដោយបានវាយលុកទៅតំបន់ជាយក្រុងលំនៅឋានដោយបានសម្លាប់មនុស្សឬក៏សម្លាប់ជនជាតិអ៊ីស្រាអែលនឹង14នាក់និងរងរបួស390នាក់នេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Associated Press នៅក្នុងការវាយប្រហាររយៈពេល 2-3 ថ្ងៃនេះបាទគឺបង្កឲ្យមានការខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធទាំងខាងអ៊ីស្រាអែលទាំងខាងអ៊ីរ៉ង់នោះបាទគឺខូចខាតខ្លាំងមែនទែនហើយជាពិសេសថ្មីនេះអ៊ីរ៉ង់ក៏បានធ្វើការសងសឹកនឹងគឺបានកំទេចពលានយន្តហោះរបស់អ៊ីស្រាអែលនឹងខ្ទេចខ្ទីតែម្ដងហើយក៏មិនអាចប្រើប្រាស់បានទៀតដែរចំពោះពលានយន្តហោះរបស់អ៊ីស្រាអែលនោះហើយចំណែកឯខាងអ៊ីរ៉ង់វិញក៏មានការខូចខាតយ៉ាងទំនំផងដែរ